khom riêng con bạn mày mẹ con sọc sập bài ó mai trong lăng từ lên con nam môi mai trong khơi một con xa mai phong bạch lang mà lên con đấy mày nom ta bảo ba hơi na muối con còn là vô đây chăm bên na con tận nế con lang từ lên mai vinh mai con tại bàn khơi nhỉ nam ai á chẳng bản năng sẵn nam ai con là vô lần tay chừng nghiệp lấy mai lấy tu rửa sáp để nhẹ con tung hái mình át tẹt tông bán tế nơi bèo nỉ xóm ở quần lấy tu rửa sáp để nhẹ con tung hái mình át tẹt tông bán tế nơi bèo nỉ xóm ở quần lấy tu rửa sáp để nhẹ con tung hái mình át tẹt tông bán tế nơi bèo nỉ xóm ở quần lấy tu rửa sáp để nhẹ con tung hái mình át tẹt tông bán tế nơi bèo nỉ xóm ở quần lấy tu rửa sáp để nhẹ con tung hái mình át tẹt tông bán tế nơi bèo nỉ ô mình vậy tôi mình luôn cha giống mà bơi phục mạ mày chứ hay mình mong quên thấy mình mà đó con ta lấy tẹt tông gạ tan son nhỉ mình cả tổ bán mình tê một tới squat tẹt cô em đái hả thì squat lên mình squat cho ba mà dùng tu mình to tê mà ô trong ta bán đi ta dạ ơi van cha ông ông lịch nào đập chẳng ông lia sân không nè cha con cha maiខ្ញុំមើលតែម៉ែរាល់ថ្ងៃហត់ខ្ញុំសន្យាថាខ្ញុំមិនខំប្រឹងរៀនសូត្រពេលដែលធំឡើងមានលុយច្រើនខ្ញុំធ្វើតែឲ្យធំហើយយើងនៅជាមួយគ្នាmai mau tới hai mẹ bọn mai squat theo nhung mai nó hay bảo bị con pet nữa ban mai mà lên nè mai vô rồi bỏ để con chơi chặt ra nó một nhà con mấy của mai giờ sắp cái đi sòn chăng hay cho bộ bún nhưng mà khơi cận mày mai cho nhau miên pa nhà mến từ mai từ với chăm em tây từ lấy mai nó cái ở đang nói tiếp mày giờ sắp cái đi chăng thưa mày chăm em tây từ lấy mai mai cho mày con xong tô mày cọ miếng chơi tao này mai từ vĩnh sao nó nè chăm con lang từ lấy mai hơi mày giờ là bọn đi từ vĩnh không mai sầm tôn mày từ vĩnh các bạn đây mày mình chẳng ai con miền Pành Hà thì còn tại mày mặc khơi con miền sẽ đây sọc bài mày sẽ bài chặt hay cả mà rầm đây cả con thùng sạch mày khơi con trong mày mình chỉ phải đợi đi bài này
សប្បាយចិត្តណាស់ម៉ែទៅវិញក៏បានដែរមានអីមែន មីងគាត់ដើររកកូនគាត់ហើយគាត់វិញអត់មានអីតោះយើងប្រចាំទៅក្រៅផង មីងខ្ញុំមើលទៅមីងហត់ហើយណាមើលអាកាសធាតុក្តៅទៀតមិនមីងចូលប្រាសាទទឹកទេខ្ញុំសិនណាមីង អត់ណែ មិនបាច់ទេអូនគាត់ប្រញាប់ទៅរកកូនគាត់ អត់អីទេមីងតោះឥឡូវខ្ញុំជួយលើកអីវ៉ាន់ឡើងស្ពីងសពងនេះ អូចាំតែមីងលើកខ្លួនឯងក៏បានដែរ នេះមកជួយលើកអីវ៉ាន់មកធ្ងន់ណាស់តាតោះមីងជើងចូលផ្សារទឹកទេខ្ញុំសិនណាមកមីងជើងចូលខាងក្នុងមកខ្ញុំមកមីងណាចូលមកដល់នេះទៀតមកតោះ អូនក្រែងយើងប្រញាប់ចេញទៅក្រៅហើយគាត់ក៏ប្រញាប់ទៅរកកូនគាត់ដែរ បងថ្ងៃនេះបងដូចចម្លែកម៉េះរត់ដងបងដូចជាជួយយកអាសាអ្នកដតីហ៎មិនបានជាទើសតល់ជាមួយតែមីងម្នាក់ចឹងបងមានអីលាក់បាំងនឹងខ្ញុំមែនទេ អត់ណា បើអត់ទេអញ្ចឹងទៅយកទឹកហើយនឹងអាហារសម្រន់តិចតួចយកមកជូនមីងមកមីងនេះមីងមកពីណាហើយកូនរបស់មីងអីក៏ចិត្តដាច់ចំពោះមីងម៉េះឲ្យមីងមកបំពេញតែតោតែម្នាក់ឯងចុះបើមីងមានបញ្ហាអីកើតឡើងតើបានអ្នកណាជួយមីងទៅកូនមីងធ្វើការអីប្រហែលជាឡើងធំអស់ហើយមើលទៅបានជារវល់ដល់ថ្នាក់មិនឡើងទៅលេងម្ដាយនៅខេត្តសុខចិត្តឲ្យម្ដាយមកបំពេញម្នាក់ឯងនេះ អត់ទេកូនខ្ញុំគេរវល់ធ្វើការងារខ្លាំងណាស់ហើយកូនខ្ញុំគេក៏ឆ្លាតហើយពូកែគេស្រឡាញ់ខ្ញុំខ្លាំងណាស់ពេលនេះកូនខ្ញុំគេរៀនបានកំពុងខ្ពស់មានការងារល្អធ្វើហើយក៏មានគ្រួសារសមរម្យខ្ញុំក៏សប្បាយចិត្តណាស់ពេលឃើញកូនខ្ញុំជោគជ័យបែបនេះខ្ញុំស្លាប់ទៅក៏បិទភ្នែកចិត្តណាស់ បងជួយទៅយកទឹកតិចណាមីងគាត់ក្តៅហត់ប្រហែលជាគាត់ស្រេកទឹកខ្លាំងហើយមីងអាចប្រាប់ខ្ញុំបាននៅថាកូនមីងឈ្មោះអីហើយមកពីណា ខ្ញុំគិតលឿនសិន មីងនេះមីងមានអីលាក់បាំងនឹងខ្ញុំមែនឈ្មោះកូនក៏អត់ប្រាប់នៅឯណាក៏អត់ប្រាប់ឬក៏កូនមីងអត់ទទួលស្គាល់មីងជាម្ដាយ មែនចឹងទេ បានហើយអូននៅដេញដោគាត់ដល់ណាទៀតក្រែងមីងគាត់ប្រញាប់ទៅរកកូនគាត់ដែរ ទៅរកកូនគាត់នៅណាបើកូនគាត់នៅនេះហើយហ្នឹង អូននិយាយពីអីហ្នឹងបើអត់យល់ទេ អត់យល់ហ៎ខ្ញុំដឹងអស់ហើយថាមីងម្នាក់នេះគាត់ជាអ្នកណា មកចាំម៉ែកូនសុំទោសម៉ែកូនមានចេតនាម៉ែទៅវិញសិនណាចាំកូនឡើងទៅលេងម៉ែហើយម៉ែយកវ៉ាន់នេះទៅវិញផង បងដឹងអត់ថាបងកំពុងតែមើលស្រាលនិងអត់ឲ្យតម្លៃខ្ញុំបងគិតថាខ្ញុំរើសអើងឋានៈអ្នកក្រហើយនឹងមានមែនទេបងកុហកខ្ញុំរហូតមកបងថាបងជាក្មេងកំព្រាគ្មានសាច់ញាតិចុះស្ត្រីនៅមុខបងនេះគាត់គឺជាអ្នកណាបងចាត់ទុកគាត់ជាអីជាម្ដាយបង្កើតរបស់បងណា
អីបានជាបងធ្វើបែបនេះចំពោះគាត់ឬក៏គាត់អត់មានរូបរាងអីទេបានជាបងមិនអោយតម្លៃគាត់បងមើលតែមើលអាវ៉ាន់សិតតែជារបស់ដែលបងចូលចិត្តគាត់ខំលេងខំសែងតាំងពីខេត្តយកមកស្កាត់ជួបកូននៅភ្នំពេញតែពេលមកដល់ភ្នំពេញបែរជាកូនមិនទទួលស្គាល់ម្ដាយបងឃើញអត់ក្តីស្រឡាញ់របស់ម្ដាយមានចំពោះកូនវាធំធេងកម្រិតណាបងខ្វល់តែពីខ្លួនឯងបងយល់តែពីអារម្មណ៍ខ្លួនឯងតែបងដែលយល់ពីអារម្មណ៍របស់គាត់អត់បងគិតតែក្តីសុខរបស់ខ្លួនឯងតែមុខគាត់បងត្រូវដឹងណាខ្ញុំជាប្រពន្ធពិតមែនតែខ្ញុំគ្រាន់តែជាអ្នកដតីទេនេះគឺជាម្ដាយរបស់បងដែលគាត់ខំមើលថែបងតាំងពីបាតជើងក្រហមមួយងាយរហូតដល់បងធំប៉ុណ្នេះតែគាត់ឆ្លងកាត់ការលំបាកអីខ្លះ ដល់មកទៅរៀនណាកូន ថ្នោតនេះឆ្ងាញ់ណាស់ម៉ែ មានម៉ែនៅចិត្តកូនហើយកូនកុំខ្លាចចាំម៉ែអត់ណាកូនណានេះកូនយកលុយនេះទៅតែរក្សាខ្លួនណាកូនមិនថាកូនមានរឿងអីកើតឡើងទេកូនមានម៉ែសុខភាពរបស់កូនសំខាន់ខ្លាំងណាស់ព្រោះថាកូនគឺជាជីវិតរបស់ម៉ែ ធ្វើជាមនុស្សត្រូវរៀនទទួលស្គាល់ការពិតកំណើតកើតមកបែបណាមិនសំខាន់គឺយើងអត់ភ្លេចកំណើតបើសិនជាយើងភ្លេចអ្នកមានគុណរបស់យើងសួរថាថ្ងៃក្រោយឲ្យយើងបរៀនកូនយើងយ៉ាងម៉េចទៅ សុំទោសម៉ែកូនខកម៉ែកូនបាបធ្ងន់ ម៉ែមិនអាចបាបដល់កូននោះទេមនុស្សយើងកើតមកតែងតែមានកំហុសម៉ែតែងតែស្រឡាញ់កូនមេត្តានិងប្រោសប្រណីដល់កូនជានិច្ចកុំចំអីណាកូន ម្ដាយគឺជាព្រះរស់ដែលមានគុណធំពេកក្រៃពុំមានអ្វីធៀបស្មើគុណលោកឡើយចូលកុំភ្លេចស្ត្រីទី1ដែលមានឈ្មោះថាម្ដាយ